សួស្តីបងប្អូនទាំងគ្នាស្វាគមន៍មកកាន់ Channel Gram Tube KH ដែលខ្ញុំនឹងនាំអ្នកទាំងគ្នាទៅស្ដាប់នៅករណីឧក្រិដ្ឋកម្មនិងរឿងក្តីប្លែកៗដែលសុទ្ធតែជារឿងរ៉ាវដែលបានកើតឡើងពិតនៅលើពិភពលោកនៅព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2015ខាងក្រុមភ្នាក់ងារដែលទទួលបន្ទុកខាងផ្នែករុះរើផ្ទះពួកគាត់ត្រូវបានគេហៅឲ្យចុះទៅរុះរើជញ្ជូនអីវ៉ាន់ចេញពីផ្ទះជួលមួយកន្លែងដែលគេស្គាល់ថាជា Martin Luther King Apartment ដែលស្ថិតនៅប៉ែកខាងកើតនៃទីក្រុង Detroit រដ្ឋ Michigan សហរដ្ឋអាមេរិកដោយសារតែអ្នកជួលផ្ទះមួយហ្នឹងគឺគាត់ខកខានអត់បានបង់ថ្លៃជួលនិងជំពាក់ថ្លៃឈ្នួលម្ចាស់ផ្ទះដូច្នេះទើបម្ចាស់ផ្ទះគាត់សម្រេចចិត្តឈប់ជួលឲ្យផ្ទះខាងលើហ្នឹងនឹងបានហៅភ្នាក់ងារឲ្យចុះមករុះរើជញ្ជូនអីវ៉ាន់ចេញពីផ្ទះហ្នឹងតែម្ដងនៅពេលដែលខាងភ្នាក់ងារបានចុះមកដល់ទីតាំងផ្ទះមួយហ្នឹងគឺនៅក្នុងផ្ទះមួយហ្នឹងអត់មាននរណាម្នាក់កំពុងតែនៅក្នុងផ្ទះឡើយដូច្នេះហើយពួកគេក៏ចាប់ផ្ដើមធ្វើការបើកសោដើម្បីធ្វើការងាររបស់ពួកគេនៅពេលដែលពួកគេបានបើកទ្វារហើយដើរចូលទៅក្នុងផ្ទះមួយហ្នឹងបានឃើញថាសភាពនៅក្នុងផ្ទះមួយហ្នឹងគឺដូចជាកន្លែងបោះចោលសម្រាមអញ្ចឹងដែលវាពោពេញទៅដោយកញ្ចប់ថង់សម្រាមរួមជាមួយនឹងកាកសំណល់ចំណីអាហារគឺត្រូវបានបោះចោលរាយប៉ាយគ្រប់ទីកន្លែងនៅក្នុងផ្ទះមួយហ្នឹងដែលវាមើលទៅមានសភាពស្មុគគ្រោកកក្រិចខ្លាំងមែនទែនស្ទើរតែថាអត់អាចរស់នៅបានប៉ុន្តែនឹងមិនមែនជាអីដែលពួកគេត្រូវផ្ដោតឡើយអ្វីដែលសំខាន់គឺពួកគេត្រូវជញ្ជូនអីវ៉ាន់គ្រឿងសង្ហារឹមផ្សេងៗចេញពីផ្ទះមួយហ្នឹងចេញមកខាងក្រៅនៅពេលដែលពួកគេបំរុងនឹងរើទូក្លាសេបង្កកពណ៌សមួយចេញពីទីហ្នឹងក៏ពួកគេបានដឹងថាទូហ្នឹងគឺវាមានសភាពរាងធ្ងន់ហើយចឹងហើយពួកគេក៏សម្រេចថានឹងបើកមើលខាងក្នុងទូនឹងសិនក្រែងលោថាវាមានរបស់របរអីដែលអាចដកចេញមកក្រៅសិនបានពួកគេនឹងដកចេញដើម្បីងាយស្រួលក្នុងការលើកទូហ្នឹងចេញទៅខាងក្រៅប៉ុន្តែនៅពេលដែលពួកគេបានបើកគម្របខាងលើនៃទូក្លាសេបង្កកមួយនឹងឡើងអ្វីដែលពួកគេបានឃើញគឺនៅខាងក្នុងហ្នឹងมันមានក្លាសេរបស់ឬក៏សាច់អីធម្មតាឡើយផ្ទុយទៅវិញគឺវាមានសាកសពរបស់មនុស្សស្រីម្នាក់ដែលត្រូវបានរុំខ្ចប់នៅក្នុងថង់ផ្លាស្ទិកដ៏ធំមួយហើយត្រូវបានកករឹងនៅខាងក្នុងនោះភ្លាមហ្នឹងខាងក្រុមពួកគាត់អត់ចាំយូរឡើយគឺចាប់ផ្ដើមខលទៅលេខ911ជាបន្ទាន់ហើយមកស្ទុះក្រោយមកខាងប៉ូលីសក៏បានចុះមកដល់ទីកន្លែងកើតហេតុហើយនៅពេលដែលប៉ូលីសបានចុះមកដល់ទីហ្នឹងពួកគេបានរកឃើញរឿងដែលនឹកស្មានដល់មួយទៀតគឺនៅខាងក្រោមសាកសពរបស់មនុស្សស្រីហ្នឹងគឺមានកណាត់ភួយដែលរុំខ្ចប់សាកសពរបស់ក្មេងប្រុសម្នាក់ទៀតនៅខាងក្នុងហ្នឹងសាកសពទាំងពីរនាក់ហ្នឹងក្រោយមកក៏គេបានដឹងថាពួកគេទាំងពីរនាក់ត្រូវជាបងប្អូនជាមួយគ្នាដែលមានម្ដាយតែមួយប៉ុន្តែឪពុកផ្សេងគ្នាដែលខាងបងស្រីមានអាយុ13ឆ្នាំនិងខាងប្អូនប្រុសមានអាយុ9ឆ្នាំហើយពួកគេត្រូវជាកូនរបស់ស្ត្រីអ្នកជួលផ្ទះខាងលើនឹងផ្ទាល់តែម្ដងហើយសាកសពរបស់ពួកគេក៏មិនមែនទើបតែស្លាប់ថ្មីដែរគឺពួកគេត្រូវបានស្លាប់និងត្រូវបានរក្សាទុកនៅក្នុងទូបង្កកនឹងអស់ជាង2ឆ្នាំទៅហើយដូចនេះចង់ដឹងថាតើមានរឿងរ៉ាវអីកើតឡើងខ្លះនៅក្នុងផ្ទះជួលមួយហ្នឹងហេតុអីបានជាសាកសពរបស់កូនស្ត្រីអ្នកជួលផ្ទះបែរជាទៅនៅក្នុងទូក្លាសេបង្កកទៅវិញរហូតដល់ទៅជាង2ឆ្នាំដោយអត់មាននរណាម្នាក់ដឹងទាល់តែសោះដូចនេះយើងនឹងទៅតាមដានរឿងរ៉ាវលម្អិតទាំងអស់គ្នាប៉ុន្តែមុននឹងទៅតាមដានបន្តទៀតក៏សូមឲ្យបងប្អូនទាំងអស់គ្នាចំណាយពេលបន្តិចដើម្បីអានសារដាស់តឿនដែលខ្ញុំបានដាក់នៅលើវីដេអូសិនកុំឲ្យខាត់ពេលយូរខ្ញុំនាំអ្នកទាំងអស់គ្នាទៅស្គាល់ស្ត្រីដែលជាអ្នកជួលផ្ទះខាងលើដែលនាងមានឈ្មោះថា Michelle Blair មានអាយុ35ឆ្នាំដែលនាងគឺជាអ្នកម្ដាយដែលចិញ្ចឹមកូនតែម្នាក់ឯងដែលមានកូន4នាក់នៅក្នុងបន្ទុកក្នុងនោះមានកូនប្រុស2នាក់និងកូនស្រី2នាក់ដែលកូនទាំង4នាក់ហ្នឹងគឺពួកគេមានប៉ាផ្សេងគ្នាដែលកូនស្រី2នាក់គឺជាកូនច្បងហើយត្រូវជាកូនរបស់គូស្នេហ៍មុនរីឯកូនប្រុសគឺជាកូនប្អូនហើយត្រូវជាកូនរបស់គូស្នេហ៍ក្រោយរបស់ប្លែប៉ុន្តែគឺពួកគេបានបែកបាក់គ្នាអស់ហើយអញ្ចឹងហើយបានជាប្លែនាងទទួលបន្ទុកចិញ្ចឹមកូនទាំង4នាក់តែម្នាក់ឯងហើយប្លែនៅក្នុងអំឡុងពេលហ្នឹងនាងអត់មានការងារអីច្បាស់ឡើយទើបធ្វើឲ្យនាងមានស្ថានភាពលំបាកខ្លាំងខាងផ្នែកហិរញ្ញវត្ថុប្លែនាងត្រូវរស់នៅនិងចិញ្ចឹមកូនដោយពឹងផ្អែកលើលុយជំនួយឧបត្ថម្ភដែលខាងរដ្ឋាភិបាលគេបានផ្ដល់ឲ្យកូនរបស់នាងហើយបើតាមការលើកឡើងពីសាច់ញាតិដែលត្រូវជាម្ដាយមីងរបស់ប្លែគាត់បាននិយាយថាប្លែនាងបានផ្ដាច់ខ្លួនពីក្រុមគ្រួសារហើយនាងអត់បានរៀនសូត្រច្រើនឡើយដែលនាងអត់បានបញ្ចប់ថ្នាក់វិទ្យាល័យឡើយហើយប្លែក៏ធ្លាប់សុំជំនួយជាលុយកាក់ពីគាត់ម្ដងម្កាលដែរ
ប៉ុន្តែមួយរយៈក្រោយហ្នឹងគឺថាបល័យអត់ដែរតាក់ទងទៅគាត់ឡើយហើយគាត់ក៏អត់បានដឹងដែរពីកន្លែងរស់នៅរបស់បល័យគឺនាងមានលទ្ធភាពធំតែជួលផ្ទះថោកៗរស់នៅដែលវាគឺជាទីតាំងដែលបានរៀបរាប់ខាងលើនឹងឯងដែលគេអត់បានបញ្ជាក់ឡើយថាបល័យនាងរស់នៅទីនោះយូរប៉ុណ្ណាហើយប៉ុន្តែបើសរុបមកដល់ខែមីនាឆ្នាំ2015ហ្នឹងគឺថាបល័យនាងអត់បានបង់ថ្លៃផ្ទះជួលនិងបានជំពាក់ម្ចាស់ផ្ទះចំនួន$2,200ដូចនេះហើយខាងម្ចាស់ផ្ទះក៏សម្រេចបណ្ដេញបល័យឲ្យឈប់រស់នៅទីហ្នឹងប៉ុន្តែគាត់ក៏បានជូនដំណឹងឲ្យបល័យបានដឹងជាមុនផងដែរនៅថ្ងៃដែលភ្នាក់ងារគេបានចុះមករើវ៉ាន់ហ្នឹងក៏បល័យបានដឹងមុនដែរដែលអំឡុងមុនពេលហ្នឹងគឺបល័យនាងបានទៅសុំការងារពីអ្នកជិតខាងរបស់នាងដោយនាងបានសុំខ្លួនធ្វើជាអ្នកមើលកូនអាយុ1 ខួបរបស់ពួកគេហើយក៏បានសុំស្នាក់នៅទីនោះជាមួយនឹងកូន2នាក់របស់នាងដែលថាកូនរបស់នាងមានចំនួន4នាក់ប៉ុន្តែនាងបានប្រាប់ទៅកាន់អ្នកជិតខាងម្នាក់នឹងថាកូន2នាក់ទៀតគឺត្រូវបានទៅរស់នៅជាមួយនឹងម្ដាយមីងរបស់នាងហើយបល័យនាងសុំស្នាក់នៅទីនោះផងដោយសារតែផ្ទះរបស់នាងនឹងត្រូវបានគេរឹបអូសយកហើយនាងក៏អត់ចង់ឲ្យកូនទាំងពីររបស់នាងបានឃើញពីស្ថានភាពដែលត្រូវបានគេរុះរើផ្ទះរបស់នាងឡើយអ្នកជិតខាងមួយហ្នឹងក៏ពួកគេបានទទួលយកបល័យនិងកូនរបស់នាងឲ្យរស់នៅទីហ្នឹងដោយពួកគេបានដឹងថាបល័យគាត់គឺជាមនុស្សល្អដែលអ្នកជិតខាងនៅទីហ្នឹងទាំងអស់គ្នាមិនថាទាំងក្មេងទាំងចាស់ទេសុទ្ធតែបានដឹងថាបល័យគាត់គឺជាមនុស្សដ៏មានចិត្តល្អម្នាក់គាត់គឺជាអ្នកម្ដាយដ៏ល្អដែលស្រឡាញ់កូននិងស្រឡាញ់ក្មេងៗដទៃទៀតមិនថាតែជាកូនរបស់គាត់នោះទេបល័យគឺគាត់មានកេរ្តិ៍ឈ្មោះល្អដោយថាអ្នកណាក៏ដឹងដែរថាអត្តចរិតរបស់គាត់គឺល្អខ្លាំងហើយគាត់ពិតជាបានយកចិត្តទុកដាក់មើលថែទៅលើកូនរបស់អ្នកជិតខាងម្នាក់នោះខ្លាំងមែនទែនប៉ុន្តែនោះគឺដោយសារតែពួកគេអត់បានដឹងពីជ្រុងមួយដ៏ខ្មៅងងឹតរបស់បល័យដែលបើសិនជាពួកគេបានដឹងគឺហ៊ានធានាថាពួកគេអត់មាននរណាម្នាក់ហ៊ានឲ្យបល័យមើលកូនរបស់ពួកគេទៀតឡើយខ្ញុំនឹងនិយាយបន្តពីព្រឹកថ្ងៃទី24ខែមីនាឆ្នាំ2015បន្ទាប់ពីប៉ូលីសបានចុះទៅដល់ផ្ទះរបស់បល័យហើយបានរកឃើញសាកសពរបស់ក្មេងៗទាំងពីរនាក់ដែលដំបូងឡើយគឺប៉ូលីសអត់បានដឹងឡើយថាសាកសពទាំងពីរត្រូវជាកូនរបស់បល័យប៉ុន្តែជំហានដំបូងរបស់ប៉ូលីសគឺត្រូវតែស្វែងរកមុខម្ចាស់អ្នកជួលផ្ទះមួយហ្នឹងហើយបន្ទាប់ពីប៉ូលីសបានសួរទៅកាន់អ្នកជិតខាងក៏មានអ្នកជិតខាងម្នាក់បានដឹងហើយក៏បាននាំប៉ូលីសទៅកាន់ផ្ទះអ្នកជិតខាងដែលបល័យកំពុងតែរស់នៅនិងមើលកូនឲ្យម្ចាស់ផ្ទះមួយហ្នឹងពេលដែលប៉ូលីសបានទៅដល់ទីហ្នឹងគឺចំពេលដែលបល័យនាងកំពុងតែនិយាយទូរស័ព្ទជាមួយនឹងនរណាម្នាក់ដែលពេលហ្នឹងប៉ូលីសបានឮបល័យនាងនិយាយទៅកាន់អ្នកម្ខាងទៀតថានាងនឹងត្រូវបានចាប់ខ្លួនហើយពួកគេទាំងពីរនាក់បានស្លាប់ហើយខ្ញុំជាអ្នកធ្វើវាប៉ូលីសបានចាប់ផ្ដើមសួរនាំទៅកាន់បល័យហើយក៏បានសួរតាក់ទងទៅនឹងកូន2នាក់ផ្សេងទៀតរបស់បល័យដែលមិនយូរឡើយបល័យនាងក៏បានសារភាពថានាងបានសម្លាប់កូនទាំងពីរនាក់របស់នាងហើយបានដាក់ពួកគេចូលទៅក្នុងទូក្លាសេបង្កកបន្ទាប់ពីបានទទួលចម្លើយហើយប៉ូលីសបានដាក់ខ្នោះដៃបល័យតែម្ដងដែលអំឡុងពេលហ្នឹងគឺបល័យនាងបាននិយាយទៅកាន់ប៉ូលីសថានាងមិនមែនជាបិសាចឡើយតែវាគឺជាទង្វើរបស់បិសាចបល័យត្រូវបានប៉ូលីសនាំខ្លួនយកទៅសួរចម្លើយចំណែកឯកូនទាំងពីរនាក់របស់នាងត្រូវបានខាងប៉ូលីសយកទៅរក្សាទុកមើលថែមួយរយៈសិនរីឯចំណែកសាកសពរបស់កូនទាំងពីរនាក់ដែលត្រូវបានរកឃើញក៏ត្រូវបានគេយកទៅធ្វើកសលវិច័យប៉ុន្តែគេត្រូវរងចាំរយៈពេលប្រហែលជា3ថ្ងៃសិនដើម្បីឲ្យសាកសពហ្នឹងវារលាយទៅតាមបែបធម្មជាតិទើបការធ្វើកសលវិច័យពិនិត្យទទួលបានលទ្ធផលត្រឹមត្រូវ 100% នៅក្នុងពេលហ្នឹងគេក៏បានតាក់ទងទៅកាន់ឪពុកទាំងពីរនាក់របស់ក្មេងៗដែលបានស្លាប់ទាំងពីរនាក់នឹងផងដែរបន្ទាប់ពីបានសួរចម្លើយហើយទើបគេដឹងថាក្មេងៗទាំងពីរនាក់នឹងត្រូវបានបាត់បង់ជីវិតនៅក្នុងពេលវេលាផ្សេងគ្នាដែលក្មេងប្រុសត្រូវបានបាត់បង់អាយុជីវិតមុនដែលមានឈ្មោះថា Stephen Berry មានអាយុ9ឆ្នាំគេបានស្លាប់នៅថ្ងៃទី30ខែសីហាឆ្នាំ2012ចំណែកឯក្មេងស្រីមានឈ្មោះថា Stony Blair មានអាយុ13ឆ្នាំបានស្លាប់នៅថ្ងៃទី25ខែឧសភាឆ្នាំ2013នាងត្រូវបានបាត់បង់ជីវិតរំលង9ខែបន្ទាប់ពី Stephen រហូតដល់ថ្ងៃដែលពួកគេរកឃើញសាកសពរបស់ក្មេងទាំងពីរនាក់ហ្នឹង
គឺវាអស់រយៈពេលជុំវិញ2ឆ្នាំជាងដែលពលៈនិងកូនបានរស់នៅជាមួយនឹងសាកសពដែលដាក់បង្កកនៅក្នុងទូហ្នឹងជាធម្មតាហាក់បីដូចជាអត់មានរឿងអីកើតឡើងចំពោះកូនដែលនៅសេសសល់មានកូនពៅដែលជាកូនប្រុសមានអាយុ8ឆ្នាំនិងកូនស្រីច្បងមានអាយុ17ឆ្នាំអញ្ចឹងកូនប្រុសពៅដែលនៅរស់និងកូនប្រុសមួយទៀតដែលបានបាត់បង់ជីវិតហ្នឹងគឺមានឪពុកមួយរីឯចំណែកកូនស្រីច្បងដែលនៅរស់និងកូនស្រីមួយទៀតដែលបានបាត់បង់ជីវិតហ្នឹងគឺមានឪពុកមួយទៀតដែលជាគូស្នេហ៍មុនរីឯឪពុករបស់កូនក្មេងប្រុសទាំងពីរនាក់ហ្នឹងគឺជាគូស្នេហ៍ក្រោយឥឡូវយើងបែរមកស្ដាប់ចម្លើយសារភាពរបស់ពលៈថាតើហេតុអីបានជានាងសម្លាប់កូនរបស់នាងហើយថាតើនាងប្រើវិធីបែបណាពលៈនាងបានសារភាពថានាងអត់មានការសោកស្ដាយអីឡើយអ្វីដែលនាងបានសម្លាប់នោះគឺជាបិសាចនាងបាននិយាយថានៅថ្ងៃមួយនៅខែសីហាឆ្នាំ2012នាងបានឃើញកូនប្រុសពៅរបស់នាងដែលជាកូនអាយុ8ឆ្នាំនៅរស់រានមានជីវិតហ្នឹងណាគឺគាត់បានបង្ហាញសកម្មភាពផ្លូវភេទជាមួយនឹងរបស់លេងរបស់គាត់ពលៈនាងដោយឃើញអញ្ចឹងនាងក៏ឆ្ងល់ហើយក៏បារម្ភពីកូនពលៈក៏បានសួរទៅកាន់កូនពៅរបស់នាងថាមិនក៏ធ្វើអញ្ចឹងថាតើមាននរណាម្នាក់ធ្លាប់ធ្វើអញ្ចឹងដាក់កូនមែនកូនពៅរបស់នាងក៏បានប្រាប់ទៅកាន់នាងថាគឺបងប្រុសបង្កើតដែលមានឪពុកជាមួយគ្នាដែលមានឈ្មោះថា Stephen ហ្នឹងគឺធ្លាប់ធ្វើបែបហ្នឹងទៅលើគាត់ពលៈនាងបានឮបែបហ្នឹងហើយគឺនាងខឹងខ្លាំងមែនទែនហើយនាងក៏បានស្ទុះចូលទៅក្នុងបន្ទប់របស់ Stephen ដើម្បីសួរនាំគាត់ពេលហ្នឹង Stephen ក៏បានសារភាពថាគាត់ពិតជាបានធ្វើបែបហ្នឹងមែនដែលពលៈគឺបានផ្ទុះកំហឹងភ្លាមហើយក៏បានដាល់ទៅលើ Stephen និងទាត់គាត់ចាប់តាំងពីពេលហ្នឹងមកគឺពលៈចាប់ផ្ដើមបន្តការធ្វើទារុណកម្មទៅលើ Stephen ជាបន្តបន្ទាប់ដោយមានទាំងការបង្អត់អាហារហើយពលៈបានឲ្យគាត់ផឹកទឹកលាងកញ្ចក់រួមទាំងវាខុសខើខ្លាំងដែលឈានរហូតដល់ការស្រោចទឹកក្តៅទៅលើអវយវភេទរបស់ Stephen នៅពេលដែលគាត់កំពុងងូតទឹកដែលវាបានបណ្ដាលឲ្យស្បែករបស់ Stephen ត្រូវបានរបកនៅពេលមួយទៀតគឺពលៈគាត់បានយកខ្សែក្បាត់ទៅព័ទ្ធជុំវិញករបស់ Stephen និងបានលើកគាត់ឡើងផុតពីដីហើយបានសួរទៅគាត់ថាតើឯងចូលចិត្តអារម្មណ៍បែបហ្នឹងអត់ហើយពលៈក៏ធ្លាប់បានយកថង់សម្រាមទៅគ្របទៅលើក្បាលរបស់ Stephen ដើម្បីធ្វើឲ្យគាត់ថប់ដង្ហើមរហូតដល់ Stephen គាត់បានស្លាប់ហើយពលៈក៏បានទះកាភ្លៀងគាត់ដើម្បីឲ្យគាត់ភ្ញាក់ឡើងវិញStephen បន្ទាប់ពីបានរងនៅទារុណកម្មដ៏ឃោរឃៅអស់រយៈពេលប្រហែលជា2សប្តាហ៍ទីបំផុតគាត់ក៏ត្រូវបានបាត់បង់ជីវិតនៅថ្ងៃទី30ខែសីហាឆ្នាំ2012ដែលពលៈនិងបងប្អូនផ្សេងទៀតបានឃើញថា Stephen គាត់បានគេងស្លាប់នៅក្បែរកំអួតរបស់គាត់ដែលមុនពេលដែលគាត់បានបាត់បង់ជីវិតហ្នឹងគឺគាត់បានក្អួតហើយក៏បានគេងស្លាប់នៅទីហ្នឹងពលៈបានរុំសាកសពរបស់គាត់នៅក្នុងកណាត់ភួយហើយក៏បានយកសាកសពរបស់គាត់យកទៅដាក់នៅក្នុងទូបង្កកទង្វើទាំងហ្នឹងគឺក្មេងៗទាំង3នាក់ផ្សេងទៀតគឺសុទ្ធតែបានដឹងនិងបានឃើញហើយពួកគេក៏បន្តរស់នៅក្នុងផ្ទះហ្នឹងទាំងអារម្មណ៍ភ័យខ្លាចទាំងដឹងថាមានសាកសពរបស់បងប្អូនគេម្នាក់ដែលបានដាក់នៅក្នុងទូបង្កកមួយហ្នឹងនៅ9ខែបន្ទាប់ពី Stephen គាត់បានបាត់បង់ជីវិតទៅពលៈនាងបាននិយាយថានាងបានរកឃើញថាកូនស្រីរបស់នាងដែលមានឈ្មោះថា Stony មានអាយុ13ឆ្នាំក៏បានរំលោភបំពានផ្លូវភេទទៅលើកូនពៅរបស់នាងដូចគ្នាដោយនាងបាននិយាយថានាងបានសួរនាំទៅកាន់កូនពៅរបស់នាងជាច្រើនដងតើ Stony នាងបានធ្វើអញ្ចឹងដាក់កូនឬក៏អត់តែដំបូងឡើយគឺកូនពៅរបស់នាងនៅតែឆ្លើយដដែលថាអត់ទេរហូតដល់ពលៈគំរាមខ្លាំងថានឹងវាយបើសិនបើគាត់អត់និយាយការពិតដូចនេះហើយទើបកូនពៅរបស់គាត់បាននិយាយនឹកតាមតែអ្វីដែលម្ដាយចង់បានហើយពលៈគឺបន្ទាប់ពីគាត់បានទទួលចម្លើយហើយគាត់ក៏ចាប់ផ្ដើមធ្វើទារុណកម្មទៅលើ Stony ម្ដងដោយដំបូងឡើយគឺគាត់បានបង្អត់អាហារ Stony ហើយបានដាល់នៅលើមុខរបស់នាងជាច្រើនដងរួមទាំងវាយក្បាលរបស់នាងដោយរបស់រឹងហើយក៏បានយកថង់ផ្លាស្ទិកទៅគ្របលើក្បាលរបស់នាងរហូតដល់ស្លាប់បាត់បង់ស្មារតីផងដែរហើយនៅពេលចុងក្រោយគេពលៈបានយកអាវយឺតទៅរឹតករបស់ Stony និងបានគ្របថង់ផ្លាស្ទិកនៅលើក្បាលរបស់នាងហើយទីបំផុត Stony ក៏ត្រូវបានបាត់បង់ជីវិតនៅថ្ងៃទី25ខែឧសភាឆ្នាំ2013
Pelé បានច្រកសាកសពរបស់ Stoney ចូលទៅក្នុងថង់ប្លាស្ទិកធំមួយហើយបានបង្គាប់ឲ្យកូនស្រីច្បងដែលត្រូវជាបងប្អូនបង្កើតឪពុកតែមួយជាមួយនឹង Stoney ហ្នឹងយកសាកសពរបស់ Stoney ដាក់ចូលទៅក្នុងទូក្លាសេបង្កកនៅពីលើសាកសពរបស់ Stephen ហើយពួកគេក៏បន្តរស់នៅក្នុងផ្ទះនឹងជាធម្មតាដូចជាអត់មានរឿងអីកើតឡើងPelé នាងបានរៀបរាប់បន្តទៀតថានាងក៏ចង់យករឿងហ្នឹងទៅសារភាពប្រាប់ប៉ូលីសដែរប៉ុន្តែកូនពៅរបស់នាងបានខាត់នាងដោយគេបាននិយាយថាគេអត់ចង់បាត់បង់ម្ដាយរបស់គេឡើយដូចនេះហើយបានជា Pelé សម្រេចចិត្តលាក់សាកសពរបស់ពួកគេនៅក្នុងទូទឹកកកPelé នាងបាននិយាយថានាងអត់មានការសោកស្ដាយឡើយក្នុងការសម្លាប់ក្មេងបិសាចទាំងពីរនាក់ពីដំបូងនាងបានយំប៉ុន្តែបើសិនជាឲ្យនាងជ្រើសម្ដងទៀតគឺនាងនៅតែសម្លាប់ពួកគេដោយនាងបាននិយាយបន្ថែមទៀតថានាងមានចេតនាចង់ឲ្យ Stoney ដែលត្រូវជាកូនស្រីនឹងស្លាប់តែម្ដងប៉ុន្តែសម្រាប់ Stephen ដែលជាកូនប្រុសវិញគឺនាងគ្មានចេតនានោះទេប៉ុន្តែក៏ទទួលស្គាល់ដែរថាការបង្ករបួសរបស់នាងគឺវាបានធ្វើឲ្យ Stephen បានបាត់បង់ជីវិតចំពោះពាក់ព័ន្ធទៅនឹងបញ្ហារឿងរំលោភបំពានផ្លូវភេទហ្នឹងតាមការសួរនាំគឺថាPeléនាងអត់ដែលបានឃើញហេតុការណ៍នឹងផ្ទាល់ភ្នែកឡើយហើយក៏អត់មានភស្តុតាងជាក់ស្ដែងបញ្ជាក់ថាបងរបស់ពួកគេទាំងពីរនាក់ហ្នឹងបានធ្វើការរំលោភបំពានផ្លូវភេទទៅលើប្អូនពៅដែរហើយសម្រាប់ក្មេងៗទាំងពីរនាក់ដែលនៅរស់រានមានជីវិតហ្នឹងវិញក៏ប៉ូលីសបានធ្វើការសួរនាំពួកគេផងដែរនៅពេលដែលគេសួរនាំប្អូនពៅអាយុ8ឆ្នាំពាក់ព័ន្ធទៅនឹងរឿងបំពានផ្លូវភេទហ្នឹងគេបាននិយាយថាជាការពិតដែលថាបងទាំងពីរនាក់របស់គេបានបំពានផ្លូវភេទហើយបានប៉ះពាល់ទៅលើទីកន្លែងដែលវាអត់សមរម្យប៉ុន្តែចំពោះការសួរនាំទៅលើកូនស្រីច្បងវិញគឺនាងបាននិយាយថានាងអត់ដែលបានឃើញទង្វើបែបហ្នឹងឡើយដោយនាងបានលើកឡើងថាវាគឺដោយសារតែម៉ាក់របស់នាងខ្លួនឯងទេដែលគាត់តែងតែនឹកឃើញនៅគំនិតគិតតែពីរឿងនឹងអត់ឈប់ឈរដោយខ្លួនឯងហើយធ្វើឲ្យគាត់ចាប់ផ្ដើមមានគំនិតចម្រិតសួរទៅលើកូនពៅរបស់គាត់ម្ដងហើយម្ដងទៀតមានទាំងការគំរាមកំហែងផងដែរទើបធ្វើឲ្យកូនពៅរបស់គាត់ព្រមឆ្លើយទៅតាមអ្វីដែលគាត់ចង់បានហើយនាងបាននិយាយថានៅថ្ងៃដែលប្អូនស្រីរបស់នាងដែលមានឈ្មោះថា Stoney បានស្លាប់ទៅហ្នឹងគឺនៅថ្ងៃហ្នឹងម្ដាយរបស់នាងបានចម្រិតសួរទៅកាន់ Stoney ពាក់ព័ន្ធថាតើហេតុអីបានជា Stoney តែងតែចូលចិត្តធ្វើបាបទៅលើកូនពៅរបស់គាត់ហើយសួរថាតើ Stoney អត់ចូលចិត្តកូនពៅរបស់គាត់មែនដោយគាត់ព្យាយាមចម្រិតសួរ Stoney ដដែលដែលទីបំផុត Stoney នាងក៏បាននិយាយទៅតាមអ្វីដែលគាត់ចង់បានដែលនាងនិយាយថានាងពិតជាអត់ចូលចិត្តកូនពៅពិតមែនហើយបន្ទាប់ពីPeléបានឮបែបហ្នឹងហើយដែលធ្វើឲ្យPeléគាត់ខឹងខ្លាំងហើយក៏បានយកអាវយឺតមករឹតករបស់ Stoney និងបានគ្របថង់ប្លាស្ទិកទៅលើក្បាលរបស់នាងដែលធ្វើឲ្យនាងបានបាត់បង់ជីវិតនៅថ្ងៃហ្នឹងតែម្ដងបើយោងទៅតាមសម្ដីបុរសដែលជាឪពុកម្នាក់ក៏គាត់បានលើកឡើងដែរថាគាត់អត់ជឿទេថាបងទាំងពីរនាក់បានធ្វើការរំលោភបំពានផ្លូវភេទទៅលើកូនប្អូនដែលគាត់បាននិយាយថាបងប្អូនរបស់ពួកគេមានភាពស្និទ្ធស្នាលនឹងគ្នាជាខ្លាំងដូច្នេះវាអាចគ្រាន់តែជាការប៉ះពាល់បែបលេងសើចធម្មតាតាមរបៀបជាក្មេងៗសម្រាប់លទ្ធផលនៃការធ្វើកសលវិច័យវិញគេអត់បានបង្ហាញច្បាស់ពីមូលហេតុដែលធ្វើឲ្យក្មេងៗបានបាត់បង់ជីវិតប៉ុន្តែគេបានរកឃើញថាសាកសពរបស់ក្មេងប្រុសគឺមានស្នាមរបួសជាច្រើនរួមជាមួយនឹងស្នាមរលាកដែលបណ្ដាលមកពីការស្រោចទឹកក្តៅរីឯសាកសពរបស់ក្មេងស្រីវិញក៏មានស្នាមរបួសច្រើនផងដែរជាពិសេសគឺនៅលើផ្នែកក្បាលរបស់នាងគឺត្រូវបានវាយដំដោយរបស់រឹងចំពោះក្មេងៗទាំងពីរនាក់ដែលនៅរស់រានមានជីវិតហ្នឹងក៏គេរកឃើញផងដែរថាក្មេងៗទាំងពីរក៏ទទួលរងនឹងការវាយដំពីPeléដូចគ្នាដែលគេបានពិនិត្យទៅលើរាងកាយរបស់ក្មេងៗទាំងពីរនាក់គឺឃើញថាមានពោពេញទៅដោយស្នាមរបួសជាច្រើនទាំងស្នាមចាស់ៗដែលបន្សល់ទុកយូររួមទាំងស្នាមក្រហមដែលបញ្ជាក់ថាទើបតែត្រូវបានវាយដំថ្មីដែលនៅលើក្មេងប្រុសគេបានឃើញថាគាត់មានស្នាមជាច្រើននៅលើខ្នងរបស់គាត់នៅលើគូតនិងនៅលើតាគៀកដែលភាគច្រើនស្នាមទាំងថ្មីទាំងចាស់គឺជាស្នាមដែលមានរាងជាខ្សែកោងដែលវាបានបញ្ជាក់ថាជាការប្រើប្រាស់ខ្សែភ្លើងវាយទៅលើរាងកាយរបស់គេ
រីឯក្មេងស្រីវិញក៏ត្រូវបានរកឃើញថាមានស្នាមវាយដំដោយខ្សែភ្លើងដូចគ្នាហើយរួមមានទាំងស្នាមវាយដំដោយបន្ទះឈើនិងមានស្នាមរលាកដោយសារតែកម្ដៅដែលកូនស្រីច្បងនាងបាននិយាយរៀបរាប់ថានាងត្រូវបានពលីធ្វើឲ្យរាងកាយរបស់នាងរលាកដោយប្រើប្រាស់នៅម៉ាស៊ីនមូសក់រួមជាមួយនឹងឆ្នាំងអ៊ុតដែលពលីបានប្រើរបស់ទាំងពីរហ្នឹងនៅលើខ្នងរបស់នាងហើយពលីថែមទាំងយកសារធាតុដែលមានជាតិអាល់កុលយកមកចាក់ទៅលើមុខរបស់នាងហើយបានដើរទៅលើផ្ទៃមុខរបស់នាងហើយនាងក៏មានស្នាមដាច់រលាត់នៅលើភ្នែកខាងឆ្វេងដែលវាបានបន្សល់បន្ទាប់ពីពលីបានយកបន្ទះឈើវាយទៅលើនាងរីឯធ្មេញមុខរបស់នាងវាត្រូវបានបាក់បែកដោយសារតែពលីបានយកម៉ាស៊ីនមូសក់វាយទៅលើមាត់របស់នាងរបួសទាំងអស់ហ្នឹងគឺក្មេងៗទាំងពីរនាក់អត់ដែលទទួលបាននូវការព្យាបាលឡើយកូនស្រីច្បងបានរៀបរាប់បន្ថែមទៀតថាអ្វីដែលនាងភ័យខ្លាចបំផុតគឺនាងខ្លាចថាខ្លួនឯងនឹងត្រូវក្លាយទៅជាអ្នកបន្ទាប់ដែលនឹងត្រូវចូលទៅក្នុងទូបង្កកមួយហ្នឹងដែលនាងរស់នៅក្នុងផ្ទះនឹងរាល់ថ្ងៃជាមួយនឹងការភ័យខ្លាចក្នុងការដែលនាងដើរកាត់ទូបង្កកនឹងជារៀងរាល់ថ្ងៃដែលមានទីតាំងនៅក្បែរទ្វារចេញចូលតែអ្វីដែលនាងអាចធ្វើបានគឺព្យាយាមធ្វើម៉េចដើម្បីរក្សាជីវិតខ្លួនឯងឲ្យគង់ដោយប្រុងប្រយ័ត្នទៅលើពាក្យសម្ដីដែលនាងនិយាយជានិច្ចព្រោះថាតើនាងនិយាយភ្លាត់តែបន្តិចក៏អាចធ្វើឲ្យម៉ាក់របស់នាងខឹងហើយនាងនឹងអាចមានលទ្ធផលដូចជាបងប្អូនទាំងពីរនាក់របស់នាងអញ្ចឹងតាមដែលកូនស្រីច្បងបានរៀបរាប់បន្ថែមទៅទៀតគឺថាបន្ទាប់ពីបងប្អូនទាំងពីរនាក់របស់នាងបានបាត់បង់ជីវិតទៅនឹងអត់មាននរណាម្នាក់បានដឹងឡើយចឹងហើយគឺម៉ាក់របស់នាងនៅតែទទួលបានប្រាក់ឧបត្ថម្ភសម្រាប់ក្មេងៗទាំងពីរនាក់ដែលបានបាត់បង់ជីវិតទៅនឹងជារៀងរាល់ខែជាធម្មតាហើយពលីបានឈប់ឲ្យពួកគេទៅកាន់សាលារៀនទៀតបន្ទាប់ពីមានឃាតកម្មនឹងកើតឡើងដោយពលីបានប្រាប់ទៅកាន់សាលាថានាងបានរៀបចំឲ្យកូនរបស់នាងរៀននៅផ្ទះវិញដូចនេះហើយចាប់តាំងពីពេលហ្នឹងមកក៏ពួកគេលែងទទួលបានការសិក្សាបន្តទៅទៀតហើយពួកគេក៏កម្រអនុញ្ញាតឲ្យចេញទៅខាងក្រៅផ្ទះដែរហើយក៏អត់មានអ្នកជិតខាងណាម្នាក់ចាប់អារម្មណ៍ដែរថាក្មេងៗទាំងពីរនាក់ហ្នឹងត្រូវរងនៅការវាយដំពីម្ដាយរបស់ពួកគេដោយសារតែពួកគេតែងតែស្លៀកពាក់ខោអាវដៃវែងខោជើងវែងជិតជាប្រចាំហើយចំពោះក្មេងៗទាំងពីរនាក់ទៀតដែលត្រូវបានបាត់ខ្លួនតែម្ដងហ្នឹងគឺអ្នកជិតខាងធ្លាប់សួរទៅកាន់ពលីដែលរាល់ពេលពលីគាត់តែងតែដោះសារដោយពេលខ្លះទៅគឺគាត់បានប្រាប់ថាកូនទាំងពីរនាក់បានទៅរស់នៅជាមួយនឹងម្ដាយមីងរបស់គាត់ពេលខ្លះទៅក៏និយាយថាពួកគេបានទៅរស់នៅជាមួយនឹងជីដូនជីតារបស់ពួកគេជាដើមនៅពេលដែលសួរនាំទៅលើក្មេងៗទាំងពីរនាក់ហ្នឹងគឺក្មេងៗទាំងពីរនាក់ក៏បានផ្ដល់ចម្លើយឲ្យដូចគ្នាដូចនេះហើយគឺអត់មាននរណាម្នាក់សង្ស័យទៅលើពលីតតែសោះដោយគេធ្លាប់តែដឹងថាពលីនាងគឺជាមនុស្សល្អជាមនុស្សដែលស្ងប់ស្ងាត់និងមានទឹកចិត្តល្អជាទីបំផុតដែលនាងបានបង្ហាញទៅកាន់ពួកគេថានាងគឺជាអ្នកម្ដាយដ៏ល្អដែលតែងតែការពារកូនរបស់នាងហើយមិនថាតែកូនរបស់នាងទេសម្រាប់ក្មេងៗដទៃទៀតដែលជាកូនរបស់អ្នកជិតខាងអីហ្នឹងក៏ពលីនាងតែងតែយកចិត្តទុកដាក់និងការពារទៅកាន់ពួកគេដូចគ្នាដែលពលីនាងគឺជាមនុស្សដែលគួរឲ្យគោរពនិងចូលចិត្តជាខ្លាំងមិនថាជាក្មេងឬក៏មនុស្សចាស់ទេតែងតែសរសើរទៅលើទឹកចិត្តនិងគោរពទៅកាន់ពលីជាខ្លាំងដែលអ្នកជិតខាងគឺសឹងតែគ្រប់គ្នាតែម្ដងបានមើលឃើញពីទង្វើដ៏ល្អរបស់ពលីពួកគេសឹងតែមិនជឿឡើយបន្ទាប់ពីបានដឹងរឿងហ្នឹងដែលសឹងទៅថាវាអត់អាចទៅរួចទោះបីជាពលីមើលទៅគឺគាត់មានបញ្ហាគាត់រៀង stress ខ្លះដែលថាគាត់អាចមានបញ្ហាខាងផ្នែកហិរញ្ញវត្ថុប៉ុន្តែគឺពួកគេអត់ដែលគិតទៅដល់ចំណុចមួយហ្នឹងឡើយពួកគេពិតជាអត់យល់សោះតែម្ដងថាតើហេតុអីបានពលីគាត់คล้ายទៅជាមនុស្សបែបហ្នឹងមានអ្នកជិតខាងខ្លះគឺធ្លាប់បានចូលទៅកាន់ផ្ទះរបស់ពលីថែមទៀតដែលពួកគេបានឃើញថាពលីនាងបានបិទនៅសន្លឹកការងារការសិក្សារបស់កូនរបស់នាងនៅលើជញ្ជាំងនៅក្នុងបន្ទប់ទទួលភ្ញៀវដែលមើលទៅហាក់បីដូចជានាងពិតជាមានមោទនភាពទៅនឹងកូនរបស់នាងជាខ្លាំងហើយអ្នកដែលចូលទៅនឹងគឺពួកគេអត់បានដឹងឡើយថានៅក្នុងទូបង្កកនៅក្នុងផ្ទះរបស់ពលីមានលាក់ទុកនៅសាកសពកូនពីរនាក់របស់នាងចំពោះនៅក្នុងគេហទំព័រ Facebook របស់ពលីក៏ដូចគ្នាដែរនាងតែងតែផុសនៅក្តីស្រឡាញ់របស់នាងទៅកាន់កូនដែលនាងធ្លាប់បានសរសេរថាគ្មានអ្វីដែលពិសេស
អស្ចារ្យជាជាងត្រូវបានគេហៅថាជាអ្នកម្ដាយម្នាក់ឡើយនៅក្នុងថ្ងៃដែលប៉ូលីសបានចូលទៅចាប់ខ្លួនរបស់ប៉ូលីសនៅក្នុងផ្ទះរបស់អ្នកជិតខាងដែលនាងកំពុងតែស្នាក់នៅហ្នឹងហើយនៅពេលដែលប៉ូលីសបានឮប៉ូលីសនាងនិយាយទូរស័ព្ទហ្នឹងគឺនៅក្នុងពេលហ្នឹងនាងអាចនឹងខលទៅកាន់អ្នកស្គាល់គ្នាម្នាក់របស់នាងដែលមុនពេលដែលបកគលខ្លួនទៅឲ្យប៉ូលីសហ្នឹងគឺប៉ូលីសនាងបានសារភាពទៅកាន់មិត្តភ័ក្តិរបស់នាងម្នាក់ហ្នឹងថានាងបានសម្លាប់កូនទាំងពីរនាក់របស់នាងបើនិយាយអំពីសភាពផ្ទះនៅក្នុងថ្ងៃដែលគេចូលទៅរុះរើអវ៉ាន់ចេញពីផ្ទះរបស់ប៉ូលីសហ្នឹងគឺគេបានឃើញថាសភាពនៅក្នុងផ្ទះហ្នឹងវាដូចជាកន្លែងចោលសម្រាមអញ្ចឹងដែលវាពោពេញទៅដោយថង់សម្រាមនិងអាហារដែលបោះចោលរាយប៉ាយនៅគ្រប់បន្ទប់និងគ្រប់ទីកន្លែងនៅក្នុងផ្ទះហ្នឹងហើយបន្ទប់ទឹកអីហ្នឹងគឺវាមានសភាពកក្រិចស្មុគគ្រោកខ្លាំងមែនទែនស្ទើរតែคล้ายទៅជាទីកន្លែងដែលមនុស្សអាចរស់នៅបានដោយអត់យល់ឡើយថាហេតុអីបានជាប៉ូលីសនាងបដែតបដោយរហូតដល់คล้ายទៅជាបែបហ្នឹងហើយប៉ូលីសហ្នឹងពីមុនមកក៏ធ្លាប់ត្រូវបានខាងភ្នាក់ងារការពារកុមារគេធ្លាប់កោះហៅនាងផងដែរគឺនៅក្នុងឆ្នាំ2002និងឆ្នាំ2005ដែលតាក់ទងទៅនឹងធ្លាប់មានការចោទប្រកាន់ទៅលើនាងពាក់ព័ន្ធទៅនឹងការធ្វើបាបទៅលើកុមារប៉ុន្តែគឺគេអត់បានច្បាស់ឡើយថានៅក្នុងពេលហ្នឹងធ្លាប់មានការចាត់វិធានការបែបម៉េចទៅលើប៉ូលីសឬក៏អត់ហើយឥឡូវយើងងាកទៅនិយាយពីប្តីទាំងពីររបស់ប៉ូលីសវិញពួកគេក៏ត្រូវបានមកចូលរួមនៅក្នុងការកាត់ក្តីផងដែរដែលពួកគេក៏ត្រូវបានចោទប្រកាន់ផងដែរដោយលើកឡើងពាក់ព័ន្ធទៅនឹងការមិនយកចិត្តទុកដាក់ទៅលើកូនដោយពួកគេហាក់បីដូចជាបោះបង់ចោលកូនអត់សូវមកជួបសួរនាំអំពីសុខទុក្ខរបស់ពួកគេហើយក៏អត់បានផ្ដល់នៅប្រាក់ឧបត្ថម្ភទៅលើកូនរបស់ពួកគេផងដែរហើយឪពុកទាំងពីរនាក់របស់កូនហ្នឹងគឺត្រូវប្រឈមក្នុងការពិចារណាក្នុងការដកសិទ្ធិជាឪពុករបស់ពួកគេចេញពីកូនទាំងពីរនាក់តាមការលើកឡើងរបស់ពួកគេទាំងពីរនាក់គឺពួកគេបាននិយាយថាគឺប៉ូលីសតែងតែរារាំងពួកគេអត់ចង់ឲ្យជួបជាមួយនឹងកូនហើយបើតាមសម្ដីឪពុកម្នាក់ដែលត្រូវជាឪពុករបស់ក្មេងស្រីទាំងពីរនាក់ដែលម្នាក់បានស្លាប់និងម្នាក់ទៀតនៅមានជីវិតហ្នឹងគឺគាត់បាននិយាយថាប្រហែលជា7ខែមុនគាត់បានទៅជួបហើយក៏បានសួរនាំកូនស្រីច្បងរបស់គាត់ដែរពាក់ព័ន្ធទៅនឹងកូនស្រីប្អូនដែលមានឈ្មោះថាស្តូនីថាតើនាងនៅឯណាដែលពេលហ្នឹងកូនស្រីច្បងរបស់គាត់បានប្រាប់ទៅកាន់គាត់ថាស្តូនីនាងរស់នៅជាមួយនឹងជីដូនដែលត្រូវជាម្ដាយមីងរបស់ប៉ូលីសហើយបើនិយាយអំពីប្រវត្តិរបស់ឪពុកទាំងពីរនាក់ហ្នឹងវិញគឺពួកគេសុទ្ធតែមានប្រវត្តិតាក់ទងទៅនឹងឧក្រិដ្ឋកម្មដូចជាធ្លាប់ចោទប្រកាន់ពីបទបើកបរនៅពេលស្វឹងនិងបទល្មើសប្រើប្រាស់អាវុធជាដើមនៅក្នុងអំឡុងពេលនៃដំណើរការកាត់ក្តីប៉ូលីសហាក់បីដូចជាជះកំហឹងទៅលើប្តីទាំងពីររបស់នាងជាខ្លាំងតាមការពិតទៅគឺខ្ញុំអត់ច្បាស់ឡើយថាពួកគេទាំងពីរនាក់ហ្នឹងគឺត្រូវជាប្តីរបស់ប៉ូលីសដែលបានរៀបការចោលឯតាសវលឬក៏ត្រឹមតែជាគូស្នេហ៍ប៉ុន្តែខ្ញុំសុំហៅគាត់ថាប្តីអញ្ចឹងហ្មងណាដែលប៉ូលីសនាងបានជះកំហឹងនិងបានលើកឡើងផ្ទុយពីពួកគេដែលនាងបាននិយាយថានាងអត់បានរារាំងពួកគេក្នុងការជួបជាមួយនឹងកូនរបស់ពួកគេឡើយដែលនាងបានចោទប្រកាន់ទៅកាន់ពួកគេថាពួកគេហ្នឹងគឺអត់រវល់ជាមួយនឹងកូនរបស់ពួកគេឡើយពួកគេមិនសូវមកមើលកូនហើយក៏មិនខ្វល់ដែរថាកូនរបស់ពួកគេស្លាប់ឬក៏រស់ដែលអាកប្បកិរិយារបស់ប៉ូលីសពេលខ្លះគឺនាងបានស្រែកជេរទៅកាន់ពួកគេថាជាមនុស្សប្រមឹកហើយនាងតែងតែឲ្យម្រាមដៃកណ្ដាលទៅកាន់ពួកគេប៉ូលីសនាងបានស្រែកជំទាវនៅក្នុងតុលាការតែម្ដងណាដែលបានស្រែកសួរទៅកាន់ប្តីរបស់នាងថាតើអ្នកឯងខកខាននៅក្នុងខួបកំណើតរបស់ពួកគេប្រមាណដងហើយទង្វើនៃការស្រែកជំទាវជាច្រើនដងរបស់នាងនៅក្នុងតុលាការហ្នឹងក៏ត្រូវបានតុលាការបង្គាប់ឲ្យនាំខ្លួននាងចេញទៅក្រៅម្ដងម្កាលផងដែរដោយសារតែប្រវាក់និយាយស្ដាប់គ្នាខ្លាំងពេកដល់ពេលខ្លះទៅប៉ូលីសនាងបានស្រែកចោទទៅកាន់ប្តីរបស់នាងថាមើលទង្វើកូនរបស់អ្នកឯងដែលធ្វើទៅលើកូនពៅរបស់ខ្ញុំចោះហើយមានម្ដងនាងបានស្រែកប្រាប់ទៅកាន់អ្នកគ្រប់គ្នាថាអ្នកគ្រប់គ្នាចង់ដឹងមែនគឺខ្ញុំបានសម្លាប់ពួកគេអត្តចរិតរបស់ប៉ូលីសនៅក្នុងតុលាការហ្នឹងគឺនាងទៅតឹងទឹះហ្មងណាគឺប្រវាក់និយាយស្ដាប់គ្នាជាខ្លាំងប៉ូលីសនាងបានទទូចថានាងព្រមទទួលគ្រប់យ៉ាងនៅអ្វីដែលនាងបានធ្វើហើយនាងក៏ព្រមទទួលនៅទោសប្រហារជីវិតផងដែរបើសិនបើច្បាប់តម្រូវឲ្យធ្វើបែបនោះ
ប៉ុន្តែចំពោះច្បាប់នៃរដ្ឋ Michigan គឺគេអត់មានទោសប្រហារជីវិតឡើយដែលទោសធ្ងន់បំផុតគឺត្រឹមតែជាប់គុកមួយជីវិតដោយគ្មានលទ្ធភាពសុំការដោះលែងនៅពេលក្រោយតែប៉ុណ្ណោះហើយបលែនាងបានទទូចសុំខ្លួនទទួលទោសដោយចង់ទទួលទោសឲ្យបានឆាប់បំផុតដោយអត់ចង់រញ៉េរញ៉ៃរងចាំយូរឡើយដែលធ្វើឲ្យមេធាវីការពារក្តីរបស់នាងទោះបីជាគាត់ចង់ការពារបលែក៏វាពិបាកនឹងការពារដែរដោយសារតែកូនក្តីរបស់គាត់គឺព្យាយាមទទូចចង់ទទួលទោសឲ្យបានឆាប់បំផុតមេធាវីរបស់បលែបានព្យាយាមនិយាយថាបលែនាងបានរងនៅការធ្វើបាបកាលពីកុមារភាពដែលសម្រាប់រឿងក្តីមួយនេះខ្ញុំអត់បានរកព័ត៌មានពាក់ព័ន្ធទៅនឹងកុមារភាពរបស់បលែបានឡើយប៉ុន្តែយើងគ្រាន់តែដឹងថាមេធាវីរបស់បលែគឺគាត់បានលើកឡើងនៅចំណុចហ្នឹងដែលថាបលែធ្លាប់រងនៅការធ្វើបាបកាលពីកុមារភាពហើយបលែនាងរៀនសូត្របានតិចតួចដូច្នេះខាងមេធាវីការពារក្តីរបស់បលែគាត់បានស្នើសុំឲ្យមានការធ្វើការវិតម្លៃផ្លូវចិត្តរបស់បលែប៉ុន្តែបើនិយាយពីបលែវិញគឺនាងហាក់បីដូចជាអត់ចង់រងចាំយូរអញញ៉ៃអីឡើយនាងនៅតែទទូចដដែលថានាងយល់ព្រមសារភាពហើយនាងព្រមទទួលគ្រប់យ៉ាងហើយសុំឲ្យដាក់ទោសនាងមកចោះតែថាក្នុងដំណើរការនៃការកាត់ទោសហ្នឹងក៏គេត្រូវធ្វើទៅតាមដំណាក់កាលរបស់គេដែរប៉ុន្តែបលែវិញគាត់ហាក់បីដូចជាអន្ទះអន្តែងចង់ឲ្យគេដាក់ទោសគាត់ហ្នឹងឲ្យបានឆាប់ដោយថាគាត់បានសារភាពគ្រប់យ៉ាងទៅហើយអត់ចាំបាច់រងចាំអីទេគាត់យល់ព្រមប្រឈមនឹងទោសដែលគេបានផ្ដល់ទៅឲ្យគាត់ហើយគាត់នៅតែទទូចដដែលដែលថាវាចម្លែកណាអត់ដែលមានអ្នកទោសណាដែលអន្ទះអន្តែងចង់ឲ្យគេដាក់ទោសខ្លួនឯងឆាប់ហើយព្យាយាមប្រកែកជាមួយនឹងតុលាការទៀតចង់ឲ្យតុលាការដាក់ទោសខ្លួនឯងឲ្យបានឆាប់ចំពោះការធ្វើការវិភាគផ្លូវចិត្តទៅលើបលែវិញគឺអត់មានព័ត៌មានបង្ហាញឡើយថាបលែគាត់មានស្ថានភាពផ្លូវចិត្តបែបម៉េចប៉ុន្តែចុងក្រោយគឺនៅក្នុងខែកក្កដាឆ្នាំ2015រយៈពេលអត់ដល់4ខែឡើយបន្ទាប់ពីការចាប់ខ្លួនបលែនាងក៏ត្រូវបានកាត់ទោសឲ្យជាប់គុកមួយជីវិតដែលគ្មានលទ្ធភាពដោះលែងដោយដែលគាត់ចង់បានដែលរយៈពេល4ខែវាគឺជារយៈពេលដ៏ឆាប់បើយើងធ្លាប់ស្ដាប់ហើយធៀបទៅនឹងករណីផ្សេងគឺធ្លាប់តែមានការកាត់ទោសរយៈពេលយូរទំមតែដាច់ស្រេចតែចំពោះករណីរបស់បលែគឺវាលឿនមែនទែនដោយសារតែវាកម្រនឹងមានណាដែលអ្នកទោសមកព្យាយាមសារភាពហើយទទូចឲ្យតុលាការកាត់ទោសខ្លួនឯងឲ្យបានឆាប់មានរឿងដែលវាគួរឲ្យហួសចិត្តបន្ថែមពីនឹងទៅទៀតបន្ទាប់ពីបលែនាងត្រូវបានគេឃុំខ្លួនគឺថាបលែនាងបានបង្ករឿងជាមួយនឹងអ្នកនៅក្នុងគុកជាមួយគ្នានឹងហើយថែមទាំងបានរករឿងទៅលើអ្នកយាមគុកដូចជាវាយដំទៅលើអ្នកយាមគុកហើយបានជះទឹកនោមអីទៅលើគាត់ជាដើមនិយាយទៅគឺសាហាវវិបៈបលែនេះចំពោះកូនទាំងពីរនាក់ដែលនៅរស់រានមានជីវិតបន្ទាប់មកពួកគេក៏ត្រូវបានឲ្យទៅរស់នៅជាមួយនឹងជីដូនដែលត្រូវជាម្ដាយមីងរបស់បលែហើយពួកគេក៏ទទួលបាននៅការព្យាបាលទាំងផ្លូវចិត្តនិងរបួសរាងកាយដែលបន្សល់ពីការវាយដំរបស់បលែហើយពួកគេក៏បានចូលរៀនវិញផងដែរដែលកូនទាំងពីរនាក់ហ្នឹងកូនប្រុសពៅត្រូវបានគេសម្រេចផ្ដាច់សិទ្ធិពីឪពុកទាំងស្រុងដោយយល់ថាឪពុកគាត់គឺអត់មានការងារអីច្បាស់លាស់អត់មានផ្ទះហើយបូករួមជាមួយនឹងការមិនយកចិត្តទុកដាក់នឹងផងដូចនេះមិនយូរប៉ុន្មានឡើយកូនប្រុសពៅហ្នឹងក៏ត្រូវបានគេទទួលយកទៅចិញ្ចឹមរីឯកូនស្រីច្បងវិញឪពុករបស់នាងត្រូវបានគេរក្សាសិទ្ធិនៅតែជាឪពុកដដែលប៉ុន្តែនាងគឺស្ថិតនៅក្រោមការមើលថែរស់នៅជាមួយនឹងជីដូនរបស់នាងដែលត្រូវជាម្ដាយមីងរបស់បលែហ្នឹងតែឪពុករបស់នាងក៏មានសិទ្ធិក្នុងការមកលេងមកអីនាងជាដើមចំពោះក្មេងៗទាំងពីរនាក់ដែលបានបាត់បង់ជីវិតទៅនឹងគឺបន្ទាប់ពីពួកគេបានបាត់បង់ជីវិតទៅអ្នកនៅក្នុងតំបន់ហ្នឹងក៏បានប្រារព្ធនៅពិធីបុណ្យសពហើយមានមនុស្សជាច្រើនដែលបានយកបាច់ផ្កានិងតុក្កតាទៅដាក់នៅមុខផ្ទះដែលជាកន្លែងដែលក្មេងៗបានបាត់បង់ជីវិតទៅនឹងដែលនេះវាគឺជារឿងធម្មតាដែលពួកគេតែងតែធ្វើវាគឺជាការសម្ដែងនៅសេចក្តីសោកស្ដាយអាណិតអាសូរទៅលើក្មេងៗជាខ្លាំងរឿងក្តីមួយនេះក៏បានមកដល់ទីបញ្ចប់ហើយដែរហើយសម្រាប់រឿងក្តីមួយនេះយើងបានឃើញថាអ្វីដែលមិនទំនងនឹងកើតឡើងទាល់តែសោះក៏វាអាចកើតឡើងបានដែរយើងមិនអាចមើលឃើញនៅសពគ្រប់
ជ្រុងជ្រោយរបស់មនុស្សម្នាក់បានឡើយអ្វីដែលយើងអាចមើលឃើញគឺជាមួយជ្រុងដ៏សែនល្អរបស់មនុស្សម្នាក់ប៉ុន្តែគឺវាបានបាំងមួយជ្រុងមួយផ្នែកទៀតនៃភាពខ្មៅងងឹតរបស់មនុស្សម្នាក់ហ្នឹងដូចនេះអ្វីៗក៏អាចកើតឡើងបានដែរទោះបីជាយើងគិតថាវាមិនគួរឲ្យជឿនិងមិនអាចទៅរួចហើយចំពោះរឿងក្តីមួយហ្នឹងក៏វាបានបំផុសគំនិតឲ្យនៅក្នុងសហគមន៍មានការយកចិត្តទុកដាក់ទៅលើពិសេសគឺជាកុមារដែលបើសិនជាមានករណីអីដែលមើលទៅគួរឲ្យសង្ស័យឲ្យមានការរាយការណ៍ជាបន្ទាន់ទៅកាន់ខាងប៉ូលីសឬក៏ភ្នាក់ងារដែលពាក់ព័ន្ធចំពោះបងប្អូនតើយកឃើញបែបណាដែរសម្រាប់រឿងក្តីមួយនេះបងប្អូនទាំងគ្នាអាចបញ្ចេញជាមតិយោបល់នៅខាងក្រោមវីដេអូនេះបានហើយខ្ញុំសូមអរគុណដល់បងប្អូនដែលបានស្ដាប់តាំងពីដើមរហូតដល់ចំណុចបញ្ចប់មួយនេះអរគុណអ្នកដែល like share និង comment ក៏ដូចជាចុច subscribe channel របស់ខ្ញុំចុងក្រោយនេះខ្ញុំសូមជម្រាបលាពួកយើងនឹងចាំជួបគ្នានៅវីដេអូក្រោយទៀត